នាងខ្ញុំឈ្មោះនីតារៀបការជាមួយប្តីខ្ញុំរយៈពេល3ឆ្នាំទៅហើយប្តីខ្ញុំតែងតែធ្វើការរៀងរាល់ថ្ងៃឪពុកក្មេកខ្ញុំនិងម្ដាយក្មេកខ្ញុំតែងតែស្រឡាញ់អាណិតខ្ញុំគ្រប់គ្នាខ្ញុំមានសំណាងណាស់ដែលគ្រួសារខាងប្តីខ្ញុំផ្ដល់តម្លៃឲ្យខ្ញុំនៅក្នុងផ្ទះនោះមានគ្នាតែ4នាក់តែប៉ុណ្ណោះឪពុកក្មេកខ្ញុំម្ដាយក្មេកខ្ញុំប្តីខ្ញុំនិងខ្ញុំរៀបការជាមួយប្តីខ្ញុំមិនទាន់មានកូននោះទេប្តីខ្ញុំរវល់ការងារច្រើនណាស់មិនសូវបំពេញជាប្តីគ្រប់ភារកិច្ចនោះទេព្រឹកទៅព្រោះការរហូតដល់ម៉ោង10យប់បានមកវិញពេលខ្លះមកហើយអស់កម្លាំងមិនសូវបានគេងជាមួយគ្នានោះទេគាត់មិនសូវផ្ដល់ភាពកក់ក្ដៅឲ្យនោះទេខ្ញុំក៏តែងតែលែងខ្លួនឯងដើម្បីសម្រួលថ្ងៃមួយប្តីរបស់ខ្ញុំទៅធ្វើការបាត់ខ្ញុំគេងក្នុងបន្ទប់ចំណែកឯម្ដាយក្មេកខ្ញុំក៏ទៅផ្សារបាត់សល់តែខ្ញុំនិងឪពុកក្មេកខ្ញុំពេលខ្ញុំកំពុងតែគេងឪពុកក្មេករបស់ខ្ញុំបានដើរចូលក្នុងបន្ទប់របស់ខ្ញុំកំពុងតែស្លៀកខោខ្លីរៀបទៅមុជទឹកធុងនោះឪពុកក្មេករបស់ខ្ញុំបានដើរចូលបន្ទប់ខ្ញុំដោយមិនទាន់គូសទ្វារខ្ញុំក៏និយាយឪពុកចូលក្នុងបន្ទប់ខ្ញុំមានការអីឪពុកក្មេកខ្ញុំគ្រាន់តែនិយាយឪពុកអត់ស្រួលខ្លួនជួយកោតខ្យល់ឲ្យឪពុកផងខ្ញុំក៏បានទៅយកប្រេងកូឡាហើយខ្ញុំក៏ឲ្យគាត់ដោះសម្លៀកបំពាក់ឪពុករបស់ខ្ញុំគាត់មិនសូវស្រួលខ្លួនពិតមែនពេលដែលគាត់ដោះសម្លៀកបំពាក់នោះសល់តែខោខ្លីរូបរាងឪពុកក្មេកគាត់ស្អាតណាស់សាច់ណែនល្អគាត់ក៏បានគេងនៅលើគ្រែរបស់ខ្ញុំក៏យកប្រេងកាឡាទៅកោះខ្នងឪពុកក្មេកខ្ញុំពេលខ្ញុំបានប៉ះសាច់គាត់ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅអារម្មណ៍ដែលខានយូរចាប់ផ្ដើមមានអារម្មណ៍ទៅលើឪពុកក្មេកខ្ញុំព្រោះរូបរាងគាត់សង្ហាបណ្ដោយឲ្យចិត្តខ្ញុំសឹងតែទ្រាំមិនបានចង់តែថាបនឹងលិតគាត់តែមិនហ៊ានពេលដែលកោសខ្យល់ពីក្រោយរួចគាត់ក៏បាយមុខឲ្យខ្ញុំកោសពីមុខម្ដងខ្ញុំកំពុងតែកោសខ្យល់ឲ្យគាត់កំពុងតែបិទភ្នែកខ្ញុំមើលខោរបស់គាត់ទល់យ៉ាងខ្លាំងខ្ញុំកោសក៏ធ្វើជារអោដៃច្រឡំប៉ាអូនតូចឪពុកក្មេកខ្ញុំគាត់ក៏បាក់ភ្នែកហើយក៏និយាយថាកូនឯងលេងទៅឪពុកមិនថាអីទេខ្ញុំមិនហ៊ាននោះទេខ្ញុំនឹងអៀនខ្លាំងណាស់ស្រាប់តែឪពុកក្មេកខ្ញុំបានយកដៃខ្ញុំដាក់ចូលក្នុងខោរបស់គាត់ពេលដែលខ្ញុំកាន់ពុតថោអើយអូនតូចឪពុកក្មេករបស់ខ្ញុំធំម្លេះឡាវរឹងខ្ញុំក៏ជប់កោសខ្យល់ហើយក៏លេងគាត់ថាកូនឯងចេះបៀមអត់ខ្ញុំថាមិនដែរទេពុកគាត់ក៏យកដៃទៅប៉ះក្បាលខ្ញុំឲ្យខ្ញុំហាមាត់គាត់ក៏យកអូនតូចដាក់ចូលមាត់ខ្ញុំក៏បៀមខ្ញុំមានអារម្មណ៍ថាស្រាវខ្លាំងណាស់ខ្ញុំក៏បៀមចោះបៀមឡើងគាត់ក៏និយាយថាស្រួលណាស់កូនអើយពេលកំពុងតែបៀមស្រាប់តែម្ដាយក្មេកខ្ញុំបានឡើងលើផ្ទះគាត់ក៏និយាយថានាងនឹងណាទៅណាហើយខ្ញុំក៏ឆ្លើយចាម៉ែកូននៅក្នុងបន្ទប់ម៉ែក្មេកខ្ញុំគាត់មិនបានចាប់អារម្មណ៍ថាប៉ាក្មេកក្នុងបន្ទប់ខ្ញុំនោះឡើយម្ដាយក្មេកខ្ញុំគាត់ក៏បានចុះក្រោមទៅរកបាយដើម្បីចម្អិនម្ហូបចំណែកខ្ញុំនិងឪពុកក្មេកខ្ញុំក៏នៅបៀមបន្តឪពុកក្មេកខ្ញុំគាត់ក៏បានទាញខោខ្ញុំហើយក៏យកអណ្ដាតគាត់លឹកទ្វាររបស់ខ្ញុំស្រាវណាស់ពេលនោះខ្ញុំក៏បានចេញទឹកមុនគាត់ក៏បានលឹកទាំងអស់ប្រហែលជាកន្លះម៉ោងអូនតូចឪពុកក្មេករបស់ខ្ញុំក៏ចេញទឹកចូលមាត់ខ្ញុំពេញខ្ញុំក៏បានលេបទឹកឪពុកក្មេករបស់ខ្ញុំមានរសជាតិណាស់រួចហើយឪពុកក្មេកខ្ញុំក៏ដើរលបលាបចេញចូលទៅបន្ទប់គាត់វិញចំណែកម្ដាយក្មេកខ្ញុំគាត់មិនដឹងនោះឡើយប្រហែលជា2ម៉ោងកន្លងទៅប្តីរបស់ខ្ញុំក៏បានចេញពីធ្វើការលឿនថ្ងៃនេះពេលនោះប្តីរបស់ខ្ញុំគាត់វាយខ្ញុំមួយពេលថ្ងៃព្រោះគាត់ខានជាមួយខ្ញុំ2សប្តាហ៍ហើយប៉ុន្តែអារម្មណ៍របស់ខ្ញុំមិនសូវជានៅជាមួយប្តីខ្ញុំនោះទេបែរជាមានអារម្មណ៍ជាមួយឪពុកក្មេកខ្ញុំវិញនឹកឪពុកក្មេកខ្ញុំចង់បៀមរបស់គាត់ទៀតព្រោះអូនតូចគាត់ធំណាស់ពេញមាត់ល្អថ្ងៃបន្ទាប់មកឪពុកក្មេកខ្ញុំបានចូលក្នុងបន្ទប់ខ្ញុំម្ដងទៀតគាត់និយាយមិនទាន់បានដាក់មួយទេគាត់ថ្ងៃនេះគាត់នឹងត្រូវដាក់ជាមួយខ្ញុំម្ដងពេលនោះគាត់ក៏បានដោះសម្លៀកបំពាក់ហើយគាត់ស្តាប់អង្អែលខ្ញុំរួចគាត់យកដំបងធំរបស់គាត់ដាក់ចូលក្នុងទ្វាររបស់ខ្ញុំពេលនោះដាក់ចូលភ្លាមខ្ញុំមានសេចក្តីកក់ក្ដៅភ្លាមដោយសារតែរបស់គាត់រឹងធំល្អខ្លាំងជាងប្តីខ្ញុំទៀតគាត់វាយខ្ញុំញាប់ខ្លាំងណាស់ឡើងរង្គើលផ្ទះឪពុកក្មេកខ្ញុំដាក់យកគាត់លេងយូរណាស់ឡើង30នាទីជាងពេលនោះឪពុកក្មេកខ្ញុំក៏ចេញទឹកចូលក្នុងទ្វាររបស់ខ្ញុំ
គាត់ដកចេញតិចតិចទឹករបស់គាត់ហាចេញពីទ្វាររបស់ខ្ញុំរួចហើយគាត់ក៏បានថាបហើយក៏ចេញទៅជារៀងរាល់ថ្ងៃពេលប្តីខ្ញុំមិននៅគាត់តែងតែមកវាយឡើងជាមួយខ្ញុំរហូតខ្ញុំមានអីជាមួយឪពុកក្មេកខ្ញុំរយៈពេល1ឆ្នាំជាងខ្ញុំចាប់ផ្ដើមមានកូនហើយកូននោះគឺកាត់តាមឪពុកក្មេកខ្ញុំប៉ុន្តែរឿងនេះគ្មាននរណាដឹងនោះឡើយប្តីខ្ញុំក៏គាត់មិនដឹងរាល់ថ្ងៃនេះខ្ញុំនិងឪពុកក្មេកខ្ញុំពេលប្តីខ្ញុំមិននៅនិងម្ដាយក្មេកខ្ញុំមិននៅឪពុកក្មេកខ្ញុំតែងតែមកកេងវាយមួយជាមួយខ្ញុំរហូតធ្វើឲ្យពោតរបស់ខ្ញុំមិនដែលស្ងួតនោះទេរឿងនេះជាអត្ថកំបាំងរាល់ថ្ងៃសូមអរគុណបងប្អូនទាំងអស់គ្នារងចាំទស្សនាលើភាគបន្តកុំភ្លេចចូលរួមចុច Subscribe អ្នកមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណ